សូមជួនរឿងพญากองចងដៃសូមអញ្ជើញទេសនាដោយក្តីរីករាយដូចតទៅកាលពីយូរលង់ណាស់មកហើយមានយុវជនកំឡុងម្នាក់ឈ្មោះពិសិដ្ឋជាកូនកសិករក្រីក្ររស់នៅជាមួយឪពុកម្ដាយចាស់ជរានៅក្នុងភូមិស្រុកដ៏ដាច់ស្រយាលមួយពិសិដ្ឋអូនឯងហត់ទេមកសម្រាប់បន្តិចសិនមកមិនអីទេលោកឪពុកខ្ញុំមិនទាន់ហត់ទេខ្ញុំចង់ជួយលោកឪពុកអ្នកម្ដាយឲ្យបានច្រើនកូនពិតជាកូនល្អប៉ុន្តែសុខភាពសំខាន់ណាស់ណាកូនដោយសារជីវភាពខ្វះខាតពិសិដ្ឋសម្រេចចិត្តឈប់រៀនហើយបានទៅធ្វើជាកម្មករសំណង់ដើម្បីរកប្រាក់ចិញ្ចឹមឪពុកម្ដាយលោកឪពុកអ្នកម្ដាយខ្ញុំគិតថាខ្ញុំត្រូវតែទៅធ្វើការងារនៅក្រៅឋានសំណង់ហើយនៅទីនោះបានប្រាក់ខែជាងធ្វើស្រែតែលោកឪពុកមិនចង់ឲ្យកូនទៅធ្វើការនៅក្រុងទេនៅផ្ទះធ្វើស្រែជាមួយឪពុកក៏បានដែរមិនអីទេលោកឪពុកខ្ញុំមិនខ្លាចនឿយហត់ទេខ្ញុំចង់ឲ្យតែលោកឪពុកម្ដាយរស់នៅស្រួលបើកូនចង់ទៅម៉ែមិនខ្វាត់ទេតែទៅរក្សាសុខភាពផងណានៅពេលសម្រាប់ពីការងារពិសិដ្ឋតែងតែទៅទិញម្ហូបអាហារនិងនំចំណីនៅផ្ទះនាងដាដែលជាកូនអ្នកលក់ដូរសួស្ដីនាងដាថ្ងៃនេះមានម្ហូបអ្វីឆ្ងាញ់ទេអូពិសិដ្ឋថ្ងៃនេះខ្ញុំមាននំអាកោហើយនឹងប្រហិតចៀនឆ្ងាញ់ណាស់ពិសិដ្ឋចង់ញ៉ាំអីដែរខ្ញុំយកនំអាកោមួយហើយប្រហិតចៀនមួយចានមកនាងដាធ្វើខ្លួនស្អាតណាស់ថ្ងៃនេះអរគុណពិសិដ្ឋក៏សង្ហាដែរតើថ្ងៃនេះមើលទៅអ្នកទាំងពីរហាក់ដូចជាសមគ្នាដល់ហើយ
តែអ្នកទាំងអស់គ្នាត្រូវតែខិតខំធ្វើការកុំនៅចូលស្ងៀមដើម្បីឲ្យការងារយើងឆាប់ហើយនឹងកុំឲ្យគេស្ដីបន្ទោសយើងដែរ អូកំឡោះកំសត់ខំធ្វើការណាស់ណធ្វើការឲ្យបានច្រើនទៅក្រែងបានប្រាក់ខែច្រើន ពិសិដ្ឋខិតខំធ្វើការយ៉ាងលំបាកក្រោមកម្ដៅថ្ងៃដ៏ខ្លាំងដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារនិងសន្សំប្រាក់ទុកសាងអនាគត ពិសិដ្ឋឯងធ្វើការហត់ណាស់មកសម្រាប់បន្តិចសិនមក មិនអីទេខ្ញុំចង់ធ្វើការឲ្យបានច្រើនដើម្បីបានប្រាក់ខែច្រើនដែរ យូរទៅពិសិដ្ឋនិងដាក៏កាន់តែស្និទ្ធស្នាលនិងស្រឡាញ់គ្នាទៅវិញទៅមក សំឡាញ់ខ្ញុំស្រឡាញ់ពិសិដ្ឋខ្លាំងណាស់គេជាមនុស្សល្អស្មោះត្រង់និងឧស្សាហ៍ព្យាយាមខ្ញុំដឹងខ្ញុំឃើញថាអ្នកទាំងពីរស្រឡាញ់គ្នាណាស់តែដឹងទេថាឆើតតាមស្រឡាញ់ដាយូរហើយណាតែខ្ញុំមិនស្រឡាញ់ឆើតទេខ្ញុំស្រឡាញ់តែពិសិដ្ឋម្នាក់ប៉ុណ្ណោះ អ្នកទាំងពីរបាននាំគ្នាដើរលេងកម្សាន្តនិងបង្កើតអនុស្សាវរីយ៍ជាច្រើនជាមួយគ្នាពួកគេបានសន្យាថានឹងរៀបការជាមួយគ្នា ដែរខ្ញុំសន្យាថានឹងស្រឡាញ់និងថែរក្សាអូនជារៀងរហូតអូនគឺជាមនុស្សតែម្នាក់គត់ដែលខ្ញុំស្រឡាញ់ ខ្ញុំក៏ដូចនេះដែរពិសិដ្ឋខ្ញុំសន្យាថានឹងនៅក្បែរពិសិដ្ឋជារៀងរហូតខ្ញុំនឹងមិនក្បត់ពិសិដ្ឋទេ បងពិសិដ្ឋខ្ញុំសុំកងដៃមួយខ្សែដើម្បីទុកជាអនុស្សាវរីយ៍ដល់ពួកយើងបានទេ តែពេលនេះខ្ញុំមិនទាន់មានលុយទិញកងដៃឲ្យអូនទេបងសន្យាថានឹងខិតខំប្រឹងប្រែងរកលុយទិញកងឲ្យអូនឲ្យទាល់តែបាន អូអូនមើលទីនេះទេសភាពស្អាតល្អណាស់បងសែនសប្បាយចិត្តខ្លាំងណាស់ អូនក៏សប្បាយចិត្តខ្លាំងណាស់ដែរបងពិសិដ្ឋតែបានដើរលេងកម្សាន្តជាមួយបង បងស្រឡាញ់អូនលីដាបងស្រឡាញ់អូនខ្លាំងណាស់បងសន្យាថានឹងថែរក្សាអូនជារៀងរហូត អូនក៏ស្រឡាញ់បងដែរយើងទាំងពីរនាក់ស្រឡាញ់គ្នាជារៀងរហូត មកលីដាយើងចូលកែវមួយដើម្បីទុកជាអនុស្សាវរីយ៍ដែលយើងទាំងពីរនាក់ស្រឡាញ់គ្នាជារៀងរហូត បងពិសិដ្ឋសូមកុំដើរលឿនពេកចាំអូនផងអូនហត់ណាស់ដើរយឺតៗបានហើយមិនក៏ដើរលឿនម្ល៉េះ ប
គូនឹងគ្នា នៅជា រួម មួយ ជាមួយគ្នា ថារ ជា ក្សា រៀងរ គ្នា ហូត ជារៀងរហូត ដាកូនច្រើនគេស្រឡាញ់កូនណាស់គេជាកូនអ្នកមានអាចមើលថែរក្សាកូនបាន កូនគិតមើលចុះបើរៀបការជាមួយឆើតជីវភាពកូននឹងបានទូធាម៉ែមិនចង់ឲ្យកូនពិបាកដូចម៉ែទេ ដារៀបការជាមួយបងទៅបងនឹងមើលថែអូនឲ្យបានល្អបំផុតអូនចង់បានអ្វីបងនឹងទិញឲ្យអូនទាំងអស់ តែខ្ញុំមិនស្រឡាញ់ឆើតទេខ្ញុំស្រឡាញ់តែពិសិដ្ឋម្នាក់ប៉ុណ្ណោះ មិត្តភក្តិពិសិដ្ឋបានមកប្រាប់ពិសិដ្ឋថាដានឹងរៀបការជាមួយឆើតធ្វើឲ្យពិសិដ្ឋឈឺចាប់យ៉ាងខ្លាំង ពិសិដ្ឋខ្ញុំមានរឿងចង់ប្រាប់ដល់ឯងខ្ញុំទើបតែដឹងថាដានឹងរៀបការជាមួយឆើតហើយ ឯងនិយាយតាមពិតមែនទេមិនអាចទៅរួចទេដាសន្យាថានឹងរងចាំខ្ញុំ ខ្ញុំដឹងថាឯងឈឺចាប់តែឪពុកម្ដាយដាបង្ខំឲ្យនាងរៀបការជាមួយឆើតឆើតជាកូនអ្នកមានអាចមើលថែនាងបាន ខ្ញុំសូមលាសម្លាញ់ទៅផ្ទះមុនហើយខ្ញុំជិះក្បាលវិលមកខ្លាំងណាស់សូមអធិស្ឋានខ្ញុំផងសម្លាញ់ លោកបងអើយសូមជួយពិសិដ្ឋផងមើលទៅគាត់ពិបាកចិត្តខ្លាំងណាស់សូមបងជួយគាត់ផង នៅថ្ងៃរៀបការដាបានអញ្ជើញភ្ញៀវចូលរួមក្នុងនោះមានពិសិដ្ឋផងដែរពិសិដ្ឋឈឺចាប់ជាពន់ពេកតែនៅតែខំប្រឹងធ្វើការដើម្បីទិញកងដៃឲ្យនាងដា ពិសិដ្ឋខ្ញុំសុំទោសខ្ញុំមិនអាចរងចាំពិសិដ្ឋបានទេ នេះគឺជាថ្ងៃពិសេសរបស់យើងអូនពិតជាស្រស់ស្អាតខ្លាំងណាស់ អូននៅថ្ងៃនេះថ្ងៃរៀបអាពាហ៍ពិពាហ៍កូនប្រុសស្រីទាំងពីរលោកឪពុកសូមជូនពរកូនទាំងពីរឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការព្រមទាំងជួបនៅពុទ្ធពរ4ប្រការអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លានឡើយសូមឲ្យកូនទាំងពីរចាប់ដៃគ្នារកស៊ីមានបានគិតអ្វីប្រាថ្នាអ្វីឲ្យបានសម្រេចគ្រប់ប្រការកុំបីឃ្លៀងឃ្លានឡើយ ហើយថ្ងៃរៀបការកូនប្រុសស្រីទាំងពីរថ្ងៃនេះអ្នកម្ដាយក៏សូមជូនពរកូនទាំងពីរឲ្យរកស៊ីមានបានកើតកាលវាលគុំត្រជាក់ត្រជុំដោយទឹកអប់ពងខ្ចីប្រាថ្នាអ្វីៗឲ្យបានសម្រេចដោយក្តីបំណងព្រមតែជួបនៅពុទ្ធិពរទាំង4ប្រការគឺអាយុវណ្ណៈ
សុខៈពលៈកុំបីក្លៀងឃ្លាតឡើយណាកូនទាំងពីរសូមឲ្យចាប់សេចក្តីសូមឲ្យចាប់ដៃគ្នាមានសេចក្តីសុខសុភមង្គលរៀងដរាប បាទលោកឪពុកអ្នកម្ដាយយើងខ្ញុំទាំងពីរនាក់សូមអរគុណលោកឪពុកអ្នកម្ដាយជាខ្លាំងណាស់ហើយសន្យាក្រោយពីចាប់ដៃគ្នានឹងថែរក្សាគ្នាជារៀងដរាប ថ្ងៃនេះថ្ងៃរៀបអាពាហ៍ចៅទាំងពីរលោកតាសូមជូនពរចៅទាំងពីរឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនគ្រប់ប្រការរកស៊ីមានបានប្រាថ្នាអ្វីបានសម្រេចដោយក្តីបំណងណាចៅទាំងពីរណាហើយឲ្យជួបប្រទះតែពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយទៅណាមកណាឲ្យជួបប្រទះតែសុខសុវត្ថិភាពគ្រប់យ៉ាង នៅថ្ងៃរៀបការពិសិដ្ឋមិនបានទៅចូលរួមទេគឺបានផ្ញើចំណងដៃជាកងដៃតាមរយៈមិត្តភ័ក្តិទៅចងដៃនាងដាដើម្បីបញ្ជាក់ថាគាត់មិនបានបំភ្លេចសន្យាទេគាត់ខិតខំរកលុយទិញកងដៃជូននាងដាឲ្យទាល់តែបានប៉ុន្តែទម្រាំបានត្រូវនាងដារៀបការចោលបាត់ទៅហើយ ខ្ញុំបានធ្វើតាមសន្យាហើយតែហួសពេលទៅហើយខ្ញុំសង្ឃឹមថាអូនដានឹងសប្បាយចិត្ត ដាពិសិដ្ឋផ្ញើកងដៃនេះមកឲ្យអូនគេប្រាប់ថាគេមិនបានភ្លេចពាក្យសន្យាទេសូមដាទទួលយកកងដៃនេះចុះខ្ញុំប្រគល់ជូនដា អ្នកដែលបានដឹងរឿងនេះគេនាំគ្នាអាណិតពិសិដ្ឋគ្រប់គ្នាពិសិដ្ឋបានរៀនមេរៀនមួយថាពេលខ្លះស្នេហាមិនអាចយកឈ្នះលើកលៈទេសៈបានទេតែទោះជាយ៉ាងណាភាពស្មោះត្រង់និងការលះបង់របស់ពិសិដ្ឋនឹងស្ថិតនៅក្នុងការចងចាំជានិច្ច ខ្ញុំសែនខ្លោចចិត្តអាណិតពិសិដ្ឋខ្លាំងណាស់គាត់ជាមនុស្សតស៊ូសាព្យាយាមអត់ធ្មត់ហើយស្មោះត្រង់ថែមទៀតមិនគួរណា
គាត់ជួបប្រទះនៅរឿងអកុសលបែបនេះសោះខ្ញុំសែនអាណិតពិសិដ្ឋដល់ហើយមិនដឹងជាត្រូវជួយគាត់ដោយវិធីណាទេ